របៀប send email តាមរយៈ webmail ឬហៅថា web client របស់ mail server embedment អញ្ចឹងទី1គឺខ្ញុំបើក mail server សិនដោយចុចទៅលើ setup នៅត្រង់ world client អញ្ចឹងនៅត្រង់ world client នេះវាប្រើ port 3000 អញ្ចឹងដើម្បីចង់បើក web របស់វាបានគឺយើងបើក IE Internet Explorer មកហើយយើងចុច2 white port 3000 ចឹងកានោះពេលនោះ word client របស់ for embedment ត្រូវបានបញ្ចេញចឹងត្រង់ line mail address នេះគឺឈ្មោះ user ដែលយើងបានបង្កើតចឹងនៅថាឈ្មោះ Nari ចឹង line នេះខ្ញុំមិនចាក់ដាក់ domain name ក៏បានដែរខ្ញុំដាក់ឈ្មោះ Nari ទៅទេ password តែម្ដងមកហើយខ្ញុំ sign in ចឹងក៏ដូចគ្នាដែរនេះពាក្យ welcome មកគេខ្ញុំលុបចោលតែម្ដងទៅបាទចឹងខ្ញុំកំពុងតែ log ចូល Nari ឥឡូវខ្ញុំបើក embedment មួយទៀតដែលឈ្មោះ email របស់ Nida ដែលបាន log ចូលចឹងខ្ញុំសាកល្បង send email ទៅឲ្យឈ្មោះ Nariចឹងខ្ញុំបាន send ទៅហើយចាំបន្តិចចឹងខ្ញុំមកបើកត្រង់ web វិញចុចទៅលើកន្លែង get mail ចង់ដឹងថាមាន mail ចូលឬអត់ចឹងនៅពេលនោះគេដាក់ថា Mr. Nida subject Hi Nari ចឹងនេះជាអត្ថន័យដែលខ្ញុំបាន send ពី Nida send ឲ្យ Nari ចឹងក្នុងការ test send email តាមរយៈ web page ឬការ send email តាមរយៈ AliExpress ដើម្បី send ទៅវិញទៅមកត្រូវបានបញ្ចប់